បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែរក៏មកថតវីដេអូនៅទឹកធ្លាក់ភ្នំខៀវឲ្យបងប្អូនទស្សនាម្ដងហ្នឹងហើយខានថតយូរដែរឲ្យបងប្អូនទាំងអស់គ្នាហើយនេះផ្លោងទ្វារទឹកធ្លាក់ភ្នំខៀវបងប្អូនទាំងអស់គ្នាហើយចំពោះខ្ញុំចអល់នេះផ្លូវទៅមកពីភ្នំពេញមកពីបាត់ដំបងហើយបងប្អូនគ្នាហើយនៅចអល់នេះគឺមានផ្លាករូបវ័ន2ទូច2ហ្នឹងបងប្អូនទាំងអស់គ្នាហ្នឹងហើយបងប្អូនឃើញផ្លាកធំហ្នឹងហើយបងប្អូនជិះចូលទៅនឹងដល់ហើយបងប្អូនទាំងអស់គ្នាសូមអរគុណហ្នឹងហើយបងប្អូនទាំងគ្នាឥឡូវខ្ញុំបានមកដល់ផ្លូវចូលទឹកធ្លាក់ភ្នំខៀវបងប្អូនទាំងគ្នាហ្នឹងហើយនៅពីក្រោយខ្ញុំនោះគឺផ្លូវឡើងទៅទឹកធ្លាក់ភ្នំខៀវបងប្អូនទាំងគ្នាហើយបងប្អូនឃើញនេះអូយបងប្អូននេះរូបសំណាក់ដំរីសនេះដំរីសដំរីខ្មែរហ្នឹងបងប្អូនទាំងគ្នាអញ្ចឹងដល់ពេលបងប្អូនមកឲ្យបងប្អូនមានម៉ូតូមានអីបងប្អូនទៅកន្លែងតូបពូទៅទិញសម្បត្តិឡើងទៅបងប្អូនទាំងគ្នាដើម្បីយើងឡើងទៅទឹកធ្លាក់ភ្នំខៀវបងប្អូនទាំងគ្នាហ្នឹងហើយទេសភាពនៅជុំវិញស្អាតបងប្អូនទាំងគ្នាអើយផ្លូវឡើងហ្នឹងហើយអញ្ចឹងតិចទៀតបងប្អូនទាំងគ្នាទៅថតយកទស្សនវិជ្ជាជាមួយនឹង admin ទាំងអស់គ្នាបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងទៅទស្សនាទាំងអស់គ្នាបងប្អូនទាំងគ្នាតោះ let's go បាទនៅបងប្អូនទាំងគ្នាឥឡូវមកដល់កន្លែងជាន់ទី1បងប្អូនទាំងគ្នាព្រោះនំខៀវវាមានជាន់នេះបងប្អូនទាំងគ្នាឥឡូវមកដល់ជាន់ទី1ខ្ញុំចង់ថតរូបភាពជាមួយនឹងមិត្តបងប្អូនទាំងគ្នាណែរូបផ្សេងបងប្អូនទាំងគ្នាហើយរូបស្អាតៗបងប្អូនទាំងគ្នានេះអញ្ចឹងបងប្អូនទាំងគ្នាទៅទស្សនាជាន់ទី2បងប្អូនទាំងគ្នាតោះហ្នឹងហើយបងប្អូនទាំងគ្នាឥឡូវខ្ញុំបានមកដល់ជាន់ទី2បងប្អូនទាំងគ្នាជាមួយមិត្តបងប្អូនទាំងគ្នាហ្នឹងហើយហួយឡើងមកធំមកឡើងជ្រឿបងប្អូនទាំងគ្នានៅពីក្រោយខ្ញុំនេះគឺតំដាងសេះបងប្អូនទាំងគ្នាហ្នឹងហើយសេះបងអីគេសេះបង្កងហ្នឹងហើយមិនដែរក្តៅអត់ពាក់មុខមកហ្នឹងហើយបងប្អូនទាំងគ្នាអើយនិយាយថាថ្ងៃនេះនិយាយថាក្តៅដល់កបងប្អូនទាំងគ្នាតែអត់អីបងប្អូនទាំងគ្នាព្រោះតនេអញ្ចឹងដល់ពេលអញ្ចឹងមានតែថតយកទស្សនវិជ្ជាឲ្យបងប្អូនទស្សនាម្ដងព្រោះខានចេញវីដេអូយូរអញ្ចឹងបងប្អូនទាំងគ្នាហ្នឹងហើយកុំភ្លេចជួយ like ហើយ share អ្នកមួយបងប្អូនទាំងគ្នាហ្នឹងហើយដើម្បីលើកទឹកចិត្ត admin ធ្វើវីដេអូកន្លែងកម្សាន្តថ្មីទៀតបងប្អូនទាំងគ្នាហ្នឹងហើយជាមួយនឹងមិត្តបងប្អូនទាំងគ្នាមកពីអ្នកមិត្តហ្នឹងហើយកុំភ្លេចជួយ share អ្នកមួយផងហ្នឹងហើយឥឡូវមកដល់ជាន់ទី2បងប្អូនទាំងគ្នាហ្នឹងហើយទីទៀតឡើងទៅជាន់ទី3ទៅដល់កន្លែងទឹកធ្លាក់ភ្នំខៀវបងប្អូនទាំងគ្នាហ្នឹងព្រោះវាមាន3ជាន់ណាបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងទៅទស្សនាជាន់ទី3ទាំងអស់គ្នាបងប្អូនទាំងគ្នាតោះ let's go ហ្នឹងហើយបងប្អូនទាំងគ្នាឥឡូវមកដល់ជាន់ទី3បងប្អូនទាំងគ្នាហើយឥឡូវភ្លៀងបងប្អូនទាំងគ្នាអើយភ្លៀងអូថ្ងៃនេះបងប្អូនទាំងគ្នាមកថតវីដេអូឲ្យបងប្អូនទស្សនានៅទឹកធ្លាក់ភ្នំខៀវនិយាយថាភ្លៀងបងប្អូនទាំងគ្នាអើយចាក់ជុំដល់បងប្អូនទាំងគ្នាឥឡូវពីអ្នកមិត្តរកកន្លែងច្រកជ្រកសិនហ្នឹងហើយជ្រកសិនបងប្អូនទាំងគ្នាព្រោះភ្លៀងខ្លាំងនេះភ្លៀងបងប្អូនទាំងគ្នាបងប្អូនទាំងគ្នាអើយទីទៀតខ្ញុំទៅថតកន្លែងទឹកធ្លាក់ភ្នំខៀវឲ្យបងប្អូនទស្សនាឥឡូវទឹកធ្លាក់បងប្អូនទាំងគ្នាចឹងទីទៀតទៅថតបងប្អូនឥឡូវជ្រកភ្លៀងសិនបងប្អូនទាំងគ្នាហ្នឹងបងប្អូនទាំងគ្នាឥឡូវរាំងបងប្អូនទាំងគ្នាភ្លៀងចូលមកបងប្អូនទាំងគ្នារាំងដល់ថតទឹកភ្លៀងមកដល់បងប្អូនទស្សនាហ្នឹងហើយទីថាស៊ូដល់បងប្អូនទាំងគ្នាអើយហ្នឹងហើយខ្ញុំភ្លេចជួយshare ផងហ្នឹងលើកទឹកចិត្តព្រឹកផងហ្នឹងមានទទួលដល់អូដល់ទៅជំនួយបងប្អូនទស្សនានេះលើកឡើងចំណាប់ឡើងទៀតបងប្អូនដល់លេខ1បងប្អូនពីនេះលេខ1ឡើង1ទៀតដល់ទៅអូយដល់បងប្អូនទាំងគ្នានិយាយថាឡើងចំណោតចប់ឡើងដល់បងប្អូនទាំងគ្នាអើយដល់អ្នកជំនាញឡើងដែរបងប្អូនទាំងគ្នាហើយនៅពីក្រោយពុទ្ធបងប្អូនទាំងគ្នាអូយយល់ថាអូយជ្រៅបងប្អូនទាំងគ្នាមើលទៅចូលពីក្រោមទៅអូយសើបងប្អូនទាំងគ្នាអើយហ្នឹងហើយមកធ្លាក់ចូលវិញទៅតកអើយហ្នឹងបងប្អូនទាំងគ្នាចឹងទៅទស្សនាមកតាំងទៀតដល់ហើយបងប្អូនទាំងគ្នាហ្នឹងហើយទៅទស្សនាជាមួយពុទ្ធទាំងគ្នាហ្នឹងហើយបងប្អូនគ្នាហើយម៉ូតូមិត្តភ័ក្តិទៅមុនទៀតបងប្អូនគ្នាមានអីឥឡូវដើរហាត់ប្រាណមកសន្ទុះដែរបងប្អូនគ្នារៀងហត់ដែរហ្នឹងហើយក្រោយពីភ្លៀងហើយបងប្អូនទាំងគ្នាអូយហ្នឹងហើយបងប្អូនទាំងគ្នាឥឡូវខ្ញុំបានមកដល់ទឹកធ្លាក់ខ្ញុំគៀវឲ្យបងប្អូនទាំងគ្នានៅពីក្រោយខ្ញុំនេះគឺមានបងប្អូនគាត់មកលេងកម្សាន្តច្រើនណាស់បងប្អូនគ្នាព្រោះថ្ងៃនេះថ្ងៃចុងសប្តាហ៍ទឹកផងបងប្អូនទាំងគ្នាក៏មានបងប្អូនមកច្រើនហ្នឹងហើយចឹងទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាបងប្អូនទាំងគ្នាតោះ let's go ទៅទស្សនាជាមួយនឹងខ្ញុំអស់គ្នានេះផ្លូវចុះទៅក្រោមបងប្អូនទាំងគ្នាដើម្បីទៅលេងជាមួយនឹងបងប្អូនដូចជាអ៊ំពូមីងទាំងអស់គ្នានៅពីក្រោមបងប្អូនទាំងគ្នាសប្បាយដល់បងប្អូនទាំងគ្នាតោះអូទឹកធ្លាក់បងប្អូនទាំងគ្នាតែនេះជាន់ទី1បងប្អូនទាំងគ្នានៅក្រោមមួយទៀតជាន់ទី2ទឹកធ្លាក់រៀងច្រើនជាងហ្នឹងបងប្អូនទាំងគ្នាហើយក៏មានបងប្អូនគាត់មកតាមខេត្តនេះប្រហែលជាមកតាមខេត្តឃើញឡានកង់បងប្អូនទាំងគ្នាហ្នឹងហើយគាត់មកលេងហ្នឹងហើយក៏មានព្រះអង្គគាត់មកដែរបងប្អូនទាំងគ្នាខ្ញុំសូមសម្ភាសអ៊ំស្រីគាត់មកពីខេត្តផ្សេងបងប្អូនទាំងគ្នាអ៊ំហ្នឹងអ៊ំមកពីខេត្តណាវិញអ៊ំមកពីខេត្តសៀមរាបវ៉ាវបងប្អូនទាំងគ្នាគាត់មកពីខេត្តសៀមរាបបងប្អូនទាំងគ្នាមកលេងទឹកដីត្បូងពេជ្រនៃបៃលិនបងប្អូនហ្នឹងហើយមិនដែរមកឃើញមកគ្នាច្រើនមកពីឡានបងប្អូនទាំងគ្នាហ្នឹងហើយមកលេង2ឡានហើយមកសម្រានហ្នឹងឬក៏ទៅវិញ2យប់មកសម្រាប់2យប់ណាពីបៃលិនមកសម្រាប់នៅបៃលិនយើងនេះណាអញ្ចឹងបានដើរលេងគ្រប់កន្លែងហ្នឹងបងតំបានដើរថ្ងៃនេះមួយថ្ងៃអូតំបានដើរថ្ងៃនេះមួយថ្ងៃអញ្ចឹងបៃលិនមានកន្លែងកំសាន្តជាច្រើនទៀតអ៊ំ
មានដូចជាចកាខ្នោចកាត្រេនចកាសាម៉ៅហ្នឹងហើយ ស្លឹក បាទ មកម្ដងហើយ អញ្ចឹងបងអ៊ំគាត់មកពីឡានហ្នឹងហើយអញ្ចឹងមកគ្នាច្រើនដែរហ្នឹងហើយឃើញទេ ក្រែ ហ្នឹងហើយ ពីឡាន បាទអ៊ំហើយអត់មានកូនចៅអីមកដែរ អត់ទេមានតែចាស់ចាស់ អូមានតែចាស់ចាស់ហើយបងប្អូនអរ ចាស់ គ្នា លោក អូមានព្រះអង្គគាត់អញ្ជើញនិមន្តមកលេងបៃលិនទេបងប្អូនអរគ្នាអញ្ចឹងអរគុណអីអរគុណច្រើនហ្នឹងហើយហ្នឹងហើយបងប្អូនអរគ្នាអញ្ចឹងអ៊ីគាត់មកលេងបៃលិននេះជាលើកដំបូងណាបងប្អូនអរគ្នាមកពីឡានបងប្អូនអរគ្នាមានព្រះអង្គមានអីគាត់និមន្តមកលេងបៃលិនដែរបងប្អូនអរគ្នាហ្នឹងហើយកុំភ្លេចបងប្អូនអរគ្នាបើចង់មកបៃលិនកុំភ្លេចបងប្អូនអរគ្នាមកលេងទាំងអស់គ្នាបងប្អូនអរគ្នាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះបងប្អូនអរគ្នាហ្នឹងហើយបងប្អូនអរគ្នាឥឡូវខ្ញុំបានមកដល់កន្លែងទឹកធ្លាក់ដែលគេនិយមលេងបងប្អូនអរគ្នាហើយទឹកធ្លាក់ល្អលេងបងប្អូនអរគ្នាហ្នឹងហើយឥឡូវខ្ញុំបានមកដល់បងប្អូនអរគ្នានៅពីក្រោយអូដល់កបងប្អូនអរគ្នាឃើញទេអូហ្នឹងហើយបងប្អូនអរគ្នាកុំភ្លេចបងប្អូនអរគ្នាមកលេងទឹកធ្លាក់ភ្នំខៀវកុំភ្លេចលេងជាន់ក្រោមបងប្អូនអរគ្នាជាន់ក្រោមហ្នឹងយើងថតរូបក៏ស្អាតហើយយើងbackground ក៏ស្អាតបងប្អូនអរគ្នាហ្នឹងហើយអូសប្បាយបងប្អូនអរគ្នាតិចទៀតadmin ចាប់ដើមដូរឈុតមុជទឹកឡើយបងប្អូនអរគ្នាចាំមើលឈុត admin មុជទឹកបងប្អូនអរគ្នាហ្នឹងហើយបងប្អូនអរគ្នាអូយសប្បាយadmin មានកិត្តិយសព្រះអង្គសុំថតជាមួយបងប្អូនអរគ្នាហ្នឹងហើយព្រះអង្គគាត់និមន្តមកពីសៀមរាបបងប្អូនអរគ្នាគាត់សុំថតអីយ៉ាបងប្អូនអរគ្នាឥឡូវចាប់ដើមងុចទឹកហើយបងប្អូនអរគ្នានិយាយថាទ្រាំយូរហើយបងប្អូនអរគ្នាអើយឃើញបងប្អូនពូគាត់លេងនោះសប្បាយឥឡូវចាប់ដើមងុចខ្លួនឯងមើលបងប្អូនអរគ្នានិយាយថាអូយបានប៉ះទឹកបងប្អូនអរគ្នាអើយនិយាយថាអារម្មណ៍ថាសប្បាយដល់បងប្អូនអរគ្នាប៉ះចំសាច់យើងនិយាយថាដឹកហ្មងបងប្អូនគ្នានិយាយថាបងប្អូនមើលវីដេអូនេះឃើញប្រហែលជាសប្បាយបងប្អូនអរគ្នាតែ admin សប្បាយណាស់បងប្អូនអើយហ្នឹងហើយបងប្អូនអរគ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងហើយបងប្អូនអរគ្នាកុំភ្លេចជួយ share ម្នាក់មួយផងបងប្អូនអរគ្នាដើម្បីឲ្យកម្លាំងចិត្តដល់ admin បងប្អូនអរគ្នាអូអញ្ចឹងជម្រាបលាបងប្អូនបាយបាយអូហត់ហើយបងប្អូន